课文多事的父母和不听话的孩子。爸妈不让我晚回家，即使在同一个小区的同学家多待一会儿也不行。这么近有什么不安全的？一放学回家，爸妈就催我写作业，也不让我休息一会儿。写作业的事儿我自己知道，不用他们催。孩子们觉得父母太多事，不理解自己。我给女儿在商场买了件衣服，放在家里2个月，她也不穿。她还问我，别人让你做你不愿意做的事情，你高兴吗？可是我女儿自己买的衣服，我实在不喜欢。父母们觉得孩子真难管。在今晚中央电视台播出的心理访谈中，父母和孩子将面对面说出自己的心里话。专家建议双方应互相沟通和理解。父母可以不同意孩子的观点，但要给他们一个说出来的机会。不要强迫他们做事，要告诉他们，学会理解别人才是最成熟的、最重要的标志。多事的父母和不听话的孩子啊，berarti 多事មានន័យថារឿងច្រើន父母គឺឪពុកម្ដាយហើយនឹងពូធីងហួរមិនស្ដាប់បង្គាប់ទៅ孩子នឹងកូនណាអឪពុកម្ដាយដែលរឿងច្រើនហើយនឹងកូនដែលមិនស្ដាប់បង្គាប់អាម៉ាពូរ៉ាំងវ៉ានហុយចាម៉ាក់ប៉ែមិនអោយពូរ៉ាំងគឺមិនអោយខ្ញុំវ៉ានហុយចាគឺត្រឡប់ទៅផ្ទះយឺត即使在同一个小区即使多维街在同一个小区小区គេសំដៅលើនៅម្ដុំនៅម្ដុំរង្វង់ផ្ទះជាមួយគ្នានឹងណាទោះបីជានៅក្នុងបណ្ដុំផ្ទះជាមួយគ្នានឹងតើ同学家គឺនៅផ្ទះរបស់មិត្តរួមថ្នាក់多待一会儿也不行多待一会儿គឺនៅយូរបន្តិចណាក៏មិនបានដែរ这么近ចិត្តបែបនេះ有什么不安全的有什么មានអី不安全គឺមិនសុវត្ថិភាពเนาะមានអ្វីដែលមិនសុវត្ថិភាព一放学回家放学គឺចេញពីរៀន回家ត្រឡប់ទៅផ្ទះណា爸妈就催我写作业爸ម៉ាក់គឺគាត់នឹងដេញឲ្យខ្ញុំទៅសរសេរកិច្ចការផ្ទះ也不让我休息一会儿ក៏មិនឲ្យខ្ញុំសម្រាកមួយផ្លែតដែរ休息សម្រាប់写作业的事儿我自己知道写作业的事儿មានន័យថារឿងនៃការសរសេរកិច្ចការផ្ទះហ្នឹងខ្ញុំដឹងខ្លួនឯងហើយណា我自己知道ខ្ញុំខ្លួនឯងដឹងហើយ不用他们催មិនបាច់ឲ្យពួកគាត់ដេញទេ孩子们觉得父母太多事觉得គឺគិតថាណា孩子们គឺកូនកូនគិតថាឪពុកម្ដាយហ្នឹងគឺរឿងច្រើនពេកហើយ不理解自己理解មានន័យថាយល់ណាមិនយល់ពីខ្លួនឯងមានន័យថាអត់យល់ពីកូនទេ我给女儿在商场买了件衣服我给女儿គឺខ្ញុំបានទិញខោអាវឲ្យកូនស្រីនៅ mall ណាសាំងឆាងគឺផ្សារឬក៏ mall 买了ទិញបានជា衣服គេសំដៅលើទិញខោអាវមកកាផ្លេ放在家里2个月放在គឺទុកនៅ家里ក្នុងផ្ទះ2个月2ខែហើយថាយាគាត់ក៏ពូឈွនគាត់ក៏មិនព្រមពាក់他还问我ហើយកូនគាត់នឹងក៏សួរគាត់ទៀតណា他还问我
别人让你做你不愿意做的事情，别人cứ nè đợt tới răng ní cứ ao nè nè về cái phá biệt răng cứ đã lơ cái ao nè ao mình nè tiện nó phơi ấy mùi nè 做你不愿意做的事情，不愿意mình pro mình smart ចិត្តណា做的事情គឺរឿងដែលគាត់មិនព្រមមិនស្ម័គ្រចិត្តធ្វើនឹងណាអ្នកដទៃឲ្យអ្នកធ្វើរឿងដែលយើងមិនស្ម័គ្រចិត្តធ្វើ你高兴吗តើអ្នកសប្បាយចិត្តអត់可是ប៉ុន្តែ我女儿自己买的衣服កូនស្រីរបស់ខ្ញុំ我女儿自己买ទិញដោយខ្លួនឯង的衣服ខោអាវ我实在不喜欢实在គឺពិតជាណាผู้喜欢មិនចូលចិត្តទេខោអាវដែលកូនស្រីគាត់ទិញខ្លួនឯងហ្នឹងគឺគាត់ពិតជាមិនចូលចិត្តទេ父母们觉得孩子真难管ឪពុកម្ដាយគ្រប់រូបហ្នឹងគិតថាកូនពិតជាពិបាកបដាណាស់ណាត្រូវមានបាន真难គឺពិតជាពិបាកណា在今晚នៅក្នុងយប់នេះ中央电视台播出的中央电视台电视台សំដៅលើប៉ុស្តិ៍ទូទួល中央គឺឈ្មោះរបស់ប៉ុស្តិ៍ទូទួលហ្នឹងណា中央电视台播出គឺមានន័យថាផ្សាយបន្តណាបានផ្សាយចេញ心理访谈中心理访谈គឺឈ្មោះរបស់កម្មវិធីហ្នឹងឈ្មោះ心理访谈ហ្នឹងណាយើងអាចប្រើថាការសំណេះសំណាលដែលចេញពីចិត្តមកណា父母和孩子ឪពុកម្ដាយនិងកូនចាំងមាន对面ចាំងគឺនឹងត្រូវមាន对面គឺទល់មុខគ្នា说出自己的心里话និយាយចេញនៅពាក្យនៅក្នុងចិត្តរបស់ខ្លួនឯង专家建议អ្នកជំនាញ建议គឺឲ្យយោបល់双方应互相沟通和理解双方សំដៅលើទាំងសងខាងអ៊ីងគួរតែហ៊ូសាំងទៅវិញទៅមកកូថងគឺការនិយាយគ្នា和理解នឹងយល់ពីគ្នា父母可以不同意孩子的观点ឪពុកម្ដាយអាចនឹងមិនយល់ព្រមនៅការគិតការយល់ឃើញរបស់កូនណា不同意គឺមិនយល់ព្រមឬក៏មិនយល់ស្រប孩子的观点គឺការគិតរបស់កូន但要给他们ប៉ុន្តែត្រូវឲ្យពួកគេ一个说出来的机会គឺឲ្យពួកគេនៅឱកាសមួយដើម្បីនិយាយវាចេញមក说出来គឺនិយាយចេញមក机会គឺឱកាស不要强迫他们做事不要កុំ强迫គឺបង្ខំពួកគេឲ្យធ្វើរឿងអ្វីមួយ要告诉他们ត្រូវតែប្រាប់ទៅពួកគេ学会理解别人ត្រូវចេះរៀនយល់ពីអ្នកដទៃ理解គឺរៀនយល់ណា才是成熟的最重要标志ទៅជាសញ្ញានៃទៅជាសញ្ញាសំខាន់ដែលបង្ហាញពីការដឹងក្តីរបស់មនុស្ស